អាមេរិកបញ្ឆេះសង្គ្រាមពាណិជ្ជកម្មជុំថ្មីក៏ម្រាមដាក់ពន្ធគយថ្មី 50% លើទំនិញកាណាដាធ្វើឲ្យពាណិជ្ជកម្មទំហំ $900,000 លានសហរដ្ឋអាមេរិករងគ្រោះរង្គើហើយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកាណាដាកំពុងឡើងកម្ដៅជាថ្មីហើយខណៈដែលរដ្ឋបាលលោក Donald J. Trump បានប្រកាសបដិញ្ញាដាក់ពន្ធគយថ្មី 50% លើទំនិញមួយចំនួនពីប្រទេសកាណាដាដោយចោទប្រកាន់ថាកាណាដាធ្វើដាក់ផលិតផលរបស់សហរដ្ឋអាមេរិកយ៉ាងអយុត្តិធម៌បំផុតហើយប្រសិនបើពន្ធនេះត្រូវបានអនុវត្តមែននោះណាវានឹងក្លាយជាវិធានការពាណិជ្ជកម្មធ្ងន់ធ្ងរបំផុតមួយរវាងប្រទេសជិតខាងទាំងពីរនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី21 ខែកក្កដាឆ្នាំ2026រដ្ឋបាលលោក Donald J. Trump គ្រោងដាក់ពន្ធគយ 50% លើទំនិញមួយចំនួនរបស់កាណាដាដូចជាទឹកដោះគោស្រាបៀរឧបករណ៍កីឡាហុកគីនិងក្តារបន្ទះដោយចោទប្រកាន់ថាប្រទេសកាណាដារើសអើងផលិតផលអាមេរិកវិធានការនេះមិនផ្ដល់ការលើកលែងទេសូម្បីតែសម្រាប់ទំនិញដែលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី USMCA រវាងសហរដ្ឋអាមេរិកកាណាដានិងមេក្ស៊ីកហើយគ្រោងចូលជាធរមានក្នុងរយៈពេល30ថ្ងៃនាយករដ្ឋមន្ត្រីកាណាដាលោក McCartney បានរិះគន់ថានេះជាវិធានការឯកតោភាគីដែលផ្ទុយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មហើយបញ្ជាក់ថាកាណាដាត្រៀមបន្តចរចាប៉ុន្តែគឺត្រៀមឆ្លើយតបវិញផងដែរក្រុមអ្នកវិភាគប្រមានថាការប្រជុំមុខដាក់គ្នាជុំថ្មីនេះអាចបង្កើនភាពតានតឹងរវាងដៃគូពាណិជ្ជកម្មធំបំផុតទាំងពីរហើយនិងប៉ះពាល់ដល់ពាណិជ្ជកម្មដែលមានទំហំជិត$900,000 លានសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ